អ្នកទាំងអស់គ្នាស្ងាត់បន្តិចទៅខ្ញុំយល់ថាអ្នកទាំងអស់គ្នាកំពុងតែបារម្ភប៉ុន្តែការស៊ើបអង្កេតរឿងក្តីនេះគឺត្រូវការពេលវេលានេះប៉ុន្មានថ្ងៃហើយខ្ញុំគ្រាន់តែមានតូបលក់គៀវតូចមួយប៉ុណ្ណោះដំបូងឡើយបាត់លុយបន្ទាប់មកបាត់ចាននិងចង្កឹះឥឡូវនេះចាប់ផ្ដើមបាត់គៀវទាំងចានតែម្ដងខ្ញុំទើបតែដួសដាក់ចានងាកមកវិញបាត់មួយចានងាកមកវិញបាត់មួយចានភ្ញៀវកំពុងតែរងចាំញ៉ាំហើយតើមែនហើយផ្កាអង្គាសិលបដែលខ្ញុំចង់ជូនគេបេះ1 មេកបាត់1 មេកឲ្យព្រះឲ្យតើនេះជាចោលស្អីទៅសំបីតែផ្កាអង្គាសិលបអ្នកអតីក៏លួចដែរវាមិនអាចទៅបេះខ្លួនឯងបានទេបងប្រុសតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាមានមនុស្សច្រើនមកជួបជុំគ្នានៅទីនេះហើយគឺរឿងចោលលួចនៅទីក្រុងខេវិញនឹងណាមនុស្សមកជួបជុំគ្នានៅទីនេះគឺដោយសារតែចោលក៏មកជួបជុំគ្នានៅទីនេះដែរស្កប់ស្កល់ទៅអ្នកទាំងអស់គ្នាយ៉ាងហោចណាស់ក៏គ្រាន់តែត្រូវគេលួចរបស់របរឯហាងរបស់ខ្ញុំបាត់សុទ្ធតែមាសប្រាក់សុទ្ធអូយព្រះឲ្យតើឲ្យខ្ញុំរស់នៅយ៉ាងម៉េចទៅគៀវមួយឆ្នាំងរបស់ខ្ញុំក៏មានតម្លៃមិនតិចដែរគឺពេញ50ពេលណាពូវាំងនិយាយមកមើលតើពេលណាទើបអាចចាប់មនុស្សបានកុំទាន់អើភ័យកុំទាន់អើភ័យកុំថាឡើយបងប្អូនសំបីតែត្រារបស់ក្រសួងត្រួតពិនិត្យយើងក៏សរុបមកអ្នកចាប់ឧក្រិដ្ឋជនម៉ៅសៅរបស់យើងបានចេញមុខហើយឆាប់នេះនឹងផ្ដល់ចម្លើយមួយដ៏គប់ចិត្តដល់អ្នកទាំងអស់គ្នាបើជាកម្ពុជាអ្នកចាប់ឧក្រិដ្ឋជនរបស់ក្រសួងត្រួតពិនិត្យម៉ៅសៅចេញមុខហើយអញ្ចឹងចាំបន្តិចទៀតទៅម៉ៅសៅជានរណាម៉ៅសៅឯងក៏មិនស្គាល់ដែរនោះគឺជាអ្នកចាប់ឧក្រិដ្ឋជនដ៏ល្បីល្បាញនៅឈីងហឺឮថាថ្មីនេះអ្នកចាប់ឧក្រិដ្ឋជនម៉ៅសៅបានមកដល់ខៃហ្វឹងរបស់យើងហើយថ្ងៃនៅតែក្នុងសាលាស្រុកទេមានម៉ៅសៅនៅពួកចៅតូចតាចទាំងនេះមិនអាចរត់រួចទេម៉ៅសៅស្អីគេមិនក៏ខ្ញុំមិនដែលឃើញក្រសួងត្រួតពិនិត្យបង្កើតឡើងទេដឹងមិនដែលបងប្រុសស្ដាប់សម្ដីឯងដូចជាដឹងច្រើនណាស់ប្រកាសហើយសរសើរឯងមួយម៉ាត់ឯងធ្វើរកតែម្ដងបើតាមខ្ញុំនិយាយឯងអំបញ្ញមិញគឺច្រណែននឹងអ្នកចាប់ឧក្រិដ្ឋជនម៉ៅសៅទៅនិយាយឌឺដងដូចជាឯងនេះទ្វារក្រសួងត្រួតពិនិត្យក៏មិនដឹងថាបើទៅណាផងអាចដឹងព័ត៌មានផ្ទៃក្នុងអ្វីទៅនៃឯងនេះក្រសួងត្រួតពិនិត្យគិតជាស្អីសំបីតែត្រារបស់ពួកគេទុកនៅឯណាក៏ខ្ញុំដឹងដែរមន្ត្រីតូចតាចនោះរាល់ថ្ងៃត្រូវតែទាញទូពីជួរទី2ខាងស្ដាំម្ដងមួយទើបអាចរកឃើញមិនក៏ឯងវិជាហោះហើរពិតជាអស្ចារ្យមែនចៅដែលឆ្លាតបែបនេះច្បាស់ជាចៅដែលធ្វើសកម្មភាពថ្មីនេះហើយខ្ញុំត្រូវតែប្រញាប់ដេញតាមមិនមែនទីដៅនោះទេដឹងពិតជាមានសមត្ថភាពមែនគួរឲ្យស្ដាយដែលមកជួបខ្ញុំបានហើយដឹងថាឯងចូលចិត្តបងតែបងនៅមានការងារត្រូវធ្វើឯងចាំបន្តិចទៀតចាំមករកបងយកព្រមទេសំឡេងនេះគឺដូចគ្នានឹងចោរតូចដែលរត់បាត់នោះអញ្ចឹងតែមុខមិនដូចទេឬមួយក៏គេបន្លំមុខយំមេវគួរឲ្យស្រឡាញ់ណាស់តែដើម្បីការពារកុំឲ្យមនុស្សអាក្រក់ឃើញឯងទៅពួននៅក្បែរនេះសិនទៅល្អទេចូលចិត្តបងម្លេះក្មេងគួរឲ្យស្រឡាញ់ពិតជាគ្មានវិធីជាមួយឯងមែនអញ្ចឹងឲ្យបងនាំឯងទៅកន្លែងសុវត្ថិភាពចុះត្រានេះមានឆ្លាក់អក្សរនាយកដ្ឋានអធិការកិច្ចនេះមិនមែនជាត្រាមន្ត្រីទេដឹងប៉ាត់មែនតើពិតជាវីរបុរសវ័យក្មេងមែនមិនទាន់ដល់ថ្ងៃកំណត់ផងមិននឹកស្មានថាអ្នកក្លាហានយកបានត្រាមន្ត្រីបាត់ទៅហើយណាត់គ្នាលួចត្រាមន្ត្រីលោកជាអ្នកណាអូអ្នកនៅតែមិនស្គាល់ខ្ញុំទេ
ខ្ញុំជាមន្ត្រីល្បាតនៅទីនេះទុកឲ្យខ្ញុំនាំផ្លូវអ្នកចុះមហាវីរបុរសខ្ញុំនឹងមិនធ្វើឲ្យគេចាប់អារម្មណ៍ទេនាំផ្លូវខ្ញុំហាអញ្ចឹងសោះអញ្ចឹងខ្ញុំនឹងឲ្យហ្គេនៀនទៅអ្នករឿងនេះចាត់ទុកថាចប់ហើយមែនទេហេចាំសិនមកមហាវីរបុរសយើងឡើងរទេះនិយាយគ្នាអស់ចាម្លេះមិនបាច់ទេខ្ញុំគ្រាន់តែដើរកាត់ទីនេះគ្រាន់តែងាយស្រួលហេបាទមហាវីរបុរសសូមអញ្ជើញឥឡូវនេះខ្ញុំទទួលបានហ្គេនៀនហើយខ្ញុំគួរតែបែកផ្លូវជាមួយមហាវីរលោកគ្រូប្រាប់ពីការរៀបចំបន្តទៀតនៅមានការរៀបចំទៀតបាននិយាយពីការសង្សឹកមិនបាច់ប្រញាប់ទេលោកគ្រូពិតជាមានទឹកចិត្តល្អណាស់គ្រាន់តែថាត្រូវលួចរបស់មានតម្លៃរបស់ស្ដេចហានិភ័យធំណាស់មិនល្អទេដែលឲ្យលោកគ្រូត្រឡប់ទៅវិញដោយដៃទេរបស់មានតម្លៃរបស់ស្ដេចត្រូវហើយការរំខានត្រារបស់មន្ត្រីលើកនេះគឺដើម្បីរំខានដល់ភ្នែកនិងត្រចៀករបស់មន្ត្រីអធិការកិច្ចនិងមន្ត្រីយោធាដែលជាទីទុកចិត្តរបស់ស្ដេចដើម្បីបង្កើតឱកាសចូលទៅក្នុងវាំងលោកគ្រូយកត្រារបស់មន្ត្រីអធិការកិច្ចបានយ៉ាងងាយខ្ញុំគិតថាទោះបីជាឆ្មាំក្នុងវាំងតឹងរឹងក៏ដោយក៏មិនអាចធ្វើឲ្យលោកគ្រូពិបាកបានដែរចូលវាំងលួចរបស់មានតម្លៃរឿងនេះមិនត្រូវទេអ្នកនិយាយសិនមកតើត្រូវធ្វើយ៉ាងម៉េចពាក្យចាំអារាមពីមុនបងប្អូនបានស៊ើបអង្កេតយ៉ាងច្បាស់ហើយក្នុងវាំងពិតជាកំពុងសាងសង់ឃ្លាំងសម្ងាត់មែនហើយស្ដេចនោះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឃ្លាំងនេះក្នុងនោះច្បាស់ជាមានរបស់មានតម្លៃឃ្លាំងសម្ងាត់ត្រូវហើយខ្ញុំឮថាឃ្លាំងនោះមានឈ្មោះថាឃ្លាំងហ្វឹងជួងដែលមានន័យថាទ្រព្យសម្បត្តិក្នុងលោកមានតែចូលគ្មានចេញជីចៅលួចពូកែប្រមូលផ្ដុំគ្នានៅទីក្រុងខៃហ្វឹងឥឡូវនេះបានតាក់ទាញចំណាប់អារម្មណ៍របស់មន្ត្រីយោធាជាច្រើនយើងពិបាកណាស់ទើបមានឱកាសទទួលបានតំណែងមន្ត្រីយោធាមួយលោកគ្រូអាចក្លែងខ្លួនជាទាហានចូលទៅក្នុងវាំងលួចយករបស់មានតម្លៃស្ដាប់ទៅការរៀបចំនេះមានទំនាក់ទំនងគ្នាតើខ្ញុំគួរចាប់ផ្ដើមនៅពេលណារៀងរាល់ទៅឃ្លាំងនៅជ្រុងសាននៃព្រះបរមរាជវាំងក្រោមដើមឈើងាប់និងមានការណែនាំសម្រាប់សកម្មភាពបន្ទាប់សូមអ្នកក្លាហានមេត្តាកុំទាន់អាល់អន្ទះអន្តែងរាល់ថ្ងៃបន្ទាប់ពីពេលនេះឃ្លាំងដើមឈើងាប់ខ្ញុំចាំហើយចុះបន្ទាប់ពីបានសម្រេចហើយតើខ្ញុំត្រូវចាក់ចេញពីរាជវាំងដោយរបៀបណាក្នុងពិភពគុណនរណាមិនដឹងថាវិជាហោះហើររបស់មហាវីរបុរសខ្មោចពិបាកតាមទាន់គឺខ្ពស់កប់ពុកគ្មាននរណាក្នុងលោកអាចប្រៀបផ្ទឹមបានឡើយដល់ពេលនោះអ្នកក្លាហានគ្រាន់តែចាក់ចេញពីទិសខាងលិចនៃរាជវាំងឲ្យតែគ្មានអ្នកតាមទាន់រឿងបន្ទាប់យើងនឹងចាត់ចែងដោយខ្លួនឯងហានិភ័យក៏ធំពេកដែររង្វាន់ខ្ញុំត្រូវតែដំឡើងជាងអ្វីដែលបាននិយាយពីមុនគ្មានបញ្ហាទេហាខ្ញុំមិនទាន់ប្រាប់តម្លៃផងមិនក៏យល់ព្រមលឿនម្លេះបងប្រុសពិតជាត្រង់មែនបើអញ្ចឹងខ្ញុំក៏មិនបដិសេធដែរតែយើងចាប់ផ្ដើមធ្វើសកម្មភាពនៅពេលណាគឺពេលនេះឯងចិត្តដល់រាជវាំងហើយអ្នកក្លាហានបដូរសម្លៀកបំពាក់នេះទៅយើងនឹងចាប់ផ្ដើមយកពមទីតាំងសំខាន់របស់ឧទ្ទិសអ្នកមិនពាក់ព័ន្ធហាមចូលឧទ្ទិសគឺជាកងទ័ពផ្ទាល់របស់កងទ័ពអាវលឿងដែលហ្វឹកហាត់យ៉ាងល្អត្រូវបានដាក់ពង្រាយនៅទីនេះអ្នកខាងក្រៅពិបាកនឹងជ្រៀតចូលណាស់បន្ទាប់ពីចូលទៅអ្នកត្រូវតែប្រយ័ត្នមុនពេលអ្នកទទួលបានការងារអ្នកអាចធ្វើបានត្រឹមតែដើរល្បាតប៉ុណ្ណោះនេះគឺជា Word តើខ្ញុំអាចដើរល្បាតដោយរបៀបណាតើខ្ញុំគួររាយការណ៍ជាមុនទេវូដេសេគឺជាកន្លែងសំខាន់អ្នកដែលមិនពាក់ព័ន្ធមិនត្រូវបានអនុញ្ញាតឲ្យចូលទេ
បងប្រុសខ្ញុំទើបតែមកដល់តើខ្ញុំគួរទៅណាដើម្បីទទួលការងារអូមានអ្នកចំណូលថ្មីម្នាក់គាត់មើលទៅដូចជាក្មេងប្រុសដែលមិនចេះក្បាច់គុនមេបញ្ជាការយូនឹងសប្បាយចិត្តប្រសិនបើគ្មាននរណាម្នាក់មកទេពួកយើងនឹងត្រូវធ្វើការដូចគោនឹងសេះបងប្រុសតើការងាររបស់យើងពិបាកទេខ្ញុំទើបតែមកដល់គុំធ្វើឲ្យខ្ញុំភ័យខ្លាចពិតណាស់ថ្មីនេះនៅទីក្រុងខេវិញមានចោលមែនទេពួកគេមួយក្រុមបានចេញទៅស៊ើបអង្កេតហើយនេះល្អហើយអ្នកដែលនៅសល់ម្នាក់ត្រូវធ្វើការស្មើ2នាក់ការខ្ញុំធ្វើសង្គ្រាមពីមុនមិនដែលហត់បែបនេះទេនៅខេវិញមានចោលតើរឿងនេះមានពាក់ព័ន្ធនឹងការដែលខ្ញុំត្រូវគេបញ្ជូនមកទីនេះដែរឬទេសុំសួរមួយទៀតហើយក្មេងទាំងនេះជាក្រុមចៅហើយអូទីហ៊ានថ្មីសិនហ្គោយ៉ារកនរណាម្នាក់នាំគាត់ទៅមើលចុះឥឡូវនេះមានមនុស្សហើយណារវល់ចង់ងាប់ទៅហើយនៅទីនេះសិនទៅចាំសិនខ្ញុំនៅមានឯកសារមួយទៀតត្រូវផ្ទៀងផ្ទាត់ទីហ៊ានថ្មីឯងដើរលេងខ្លួនឯងសិនទៅដើរលេងឯណាខ្ញុំមិនស្គាល់ផ្លូវទេកុំរត់ទៅឆ្ងាយពេកទៅបានហើយមើលទៅដូចអ្នកនោះនិយាយមែនទឹកល្អអស់ហើយតើខ្ញុំគួរទៅណាមិនអាចទៅចាប់ចោលមែនទេបណ្ណាល័យឯកសារមានហើយសួស្តីមិត្តរួមការងារខ្ញុំទើបតែមកដល់មានរឿងខ្លះមិនទាន់យល់ចង់សុំការណែនាំពីអ្នកចាស់មានការអីបើខ្ញុំសួរត្រង់ខ្លាចតែធ្វើឲ្យគេភ្ញាក់ផ្អើលសាក់លបងសួរវៀងសិនខ្ញុំល្មិតរួមការងារប៉ុន្មានអ្នកនិយាយពីការចាប់ចោលតើអ្នកទាំងអស់គ្នាកំពុងរវល់រឿងនេះមែនទេត្រូវហើយហេតុអីបានជាមានចោលចូលក្នុងវាំងលួចរបស់ក្នុងវាំងបើបានសម្រេចនឹងបានទាំងឈ្មោះបានទាំងលុយអ្នកលេងក្នុងពិភពគុណចូលចិត្តណាស់ខ្ញុំហៅថានៅក្នុងវាំងមានឃ្លាំងកំណប់មួយឈ្មោះថាឃ្លាំងហ្វឹងជួងពួកគេប្រហែលជាមកទីនេះដើម្បីរបស់នេះហើយតែយើងគួរតែពង្រឹងការយាមកាមនៅឃ្លាំងហ្វឹងជួងទេខ្លងហ្វឹងជួងអ្នកចង់ទៅមើលឃ្លាំងហ្វឹងជួងបាទព្រោះវាជាតួនាទីរបស់ខ្ញុំតួនាទីរបស់ខ្ញុំមិនអាក្រក់ទេដើរទៅខាងនោះគឺឃ្លាំងហ្វឹងជួងហើយអរគុណច្រើនរឿងក្តីនៅសាលាខេត្តខៃវឹងយ៉ាងម៉េចហើយផ្អែកលើការកត់សម្គាល់លើតារាងអាចទូបង្គំមិននៅជុំវិញផ្ទះសំណាក់អូប៊ីទេតាមការគិតរបស់គេប្រហែលជានៅអ៊ូទើស៊ឺសំឡេងនេះគឺឯងស្គាល់គ្នាស្គាល់មិនក៏មិនស្គាល់នេះមិនមែនជាលោកអនុប្រធានទេមិនក៏ពួកឯងចាប់គេមកលុះចូលមកអ៊ូទើស៊ឺសួរផ្លូវខ្ញុំសួរថាឃ្លាំងហ្វឹងជួងនៅណាដឹងហើយដោះលែងទៅមនុស្សនេះនៅមានប្រយោជន៍ប្រើគេលោកមើលរឿងនេះទៅអរគុណលោកអនុប្រធានដែលយកយល់ខ្ញុំទៅសិនហើយលុះចូលកន្លែងហាមឃាត់គឺជាទោសប្រហារជីវិតបើអាចលុបលាងកំហុសបានអាចទប់ជីវិតឲ្យឯងបានលោកម្ចាស់ខ្ញុំក៏ជាជនរងគ្រោះដែរក្នុងវាំងមានការយាមកាមតឹងរឹងអ្នកក្លាហានដូចឯងមកទីនេះមានរឿងអីហើបមាត់ឡើងសួររកឃ្លាំងហ្វឹងជួងឯងដឹងឈ្មោះនេះដោយរបៀបណារឿងនេះនិយាយទៅវែងឆ្ងាយណាស់តាមពិតខ្ញុំកំពុងតាមចាប់ចោរម្នាក់នឹកស្មានមិនដល់ថាជួបបពុវាក៏ច្រឡំថាខ្ញុំជាចោរនោះក៏បញ្ជូនចូលវាំងប៉ុន្តែគិតទៅបើមានឱកាសបានចូលមកហើយគួរតែមើលឲ្យបានច្បាស់ឈ្មោះនោះគឺអ្នកដែលបញ្ជូនខ្ញុំចូលវាំងជាអ្នកប្រាប់មិនហ្នឹងឈ្មោះនេះជាការសម្ងាត់មិនចម្លែកទេដែលខ្ញុំនិយាយចេញមកភ្លាមក៏ត្រូវគេដឹងមិនអន់ទេមិនមែនទេភាពវឹកវរទាំងក្នុងនិងក្រៅវាំងមិនមែនសំដៅលើវូទើស៊ឺទេគឺវឹងជួងខូចៅវៃយល់ហើយខ្ញុំនឹងទៅស៊ើបអង្កេតអ្នកដែលស្គាល់ឈ្មោះវឹងជួងខូមានកំណត់វូទើស៊ឺមិនមែនមនុស្សធម្មតាអាចលួចចូលបានទេអ្នកដែលស្គាល់វឹងជួងខូហើយអាចធ្វើរឿងនេះបានកាន់តែមានតិចយល់ហើយខ្ញុំនឹងស៊ើបអង្កេតឲ្យបានច្បាស់ចុះគាត់វិញយកផ្លាកយីហោឲ្យគាត់ទៅនេះវ៉ាវក្បាច់ហោះហើរពិតជាអស្ចារ្យមែនទុកផ្លាកយីហោឲ្យស្រួលបួលពេលក្រោយអាចដើរក្នុងវាំងបានដោយសេរីឥឡូវនេះមកនិយាយពីរឿងរបស់អ្នកវិញលោកម្ចាស់កុំទាន់និយាយអីគ្រាន់តែលោកនិយាយខ្ញុំមានអារម្មណ៍ថាមានរឿងឲ្យខ្ញុំធ្វើហើយអ្នកទាំងអស់គ្នាកំពុងចាប់ចោលឯខ្ញុំក៏ចៃដន្យឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកប៉ុន្តែលោកម្ចាស់បែរជាឲ្យផ្លាកយីហោដែលអាចដើរក្នុងវាំងបានដោយសេរីមកខ្ញុំលោកម្ចាស់ចង់ឲ្យខ្ញុំស្នាក់នៅក្នុងវាំងដើម្បីបកអាក្រាតពួកគេហើយស៊ើបមើលថាតើនរណាកំពុងស៊ើបការពីហ្វឹងជួងខូមែនទេធ្វើរឿងដែលត្រូវកាត់ក្បាលហើយនៅហ៊ាននៅថ្លៃទៀតខ្ញុំជាអ្នកដើរក្នុងពិភពគុណរឿងកាត់ក្បាលខ្ញុំហ៊ានធ្វើតែរឿងដែលខុសនឹងសិលធម៌ខ្ញុំមិនធ្វើដាច់ខាត
ជួយម្ចាស់ផ្ទះរកចោលលួចគឺជាការងារមួយដ៏ល្អរឿងនេះពាក់ព័ន្ធខ្លាំងណាស់ហើយក៏មានការពាក់ព័ន្ធនឹងពិភពគុណដែរអ្នកមិនមែនចូលចិត្តជួយដោះស្រាយរឿងអយុត្តិធម៌បំផុតទេអីកុំអីមន្ត្រីរាជការនិយាយថាខ្លួនឯងជាម្ចាស់ផ្ទះទោះបីជាមើលទៅហាក់ដូចជាសមហេតុផលប៉ុន្តែវាតែងតែមានអារម្មណ៍ថាចម្លែកប៉ុន្តែខ្ញុំតែងតែមានចិត្តចង់ជួយអ្នកដទៃមានចិត្តក្លាហានណាស់កុំទាន់អោសរសើរខ្ញុំអីខ្ញុំមានលក្ខខណ្ឌខ្ញុំធំដឹងក្តីមកដល់ពេលនេះមិនទាន់ដែលឃើញក្នុងវាំងយ៉ាងម៉េចផងលើកនេះបើធ្វើការងារនេះរួចរាល់សូមលោកម្ចាស់ឲ្យខ្ញុំខ្ចីត្បូងនេះលេង2ថ្ងៃទៅខ្ញុំចង់ដើរមើលឲ្យស្គាល់និងបើកភ្នែកមើលពិភពលោកខ្លះដូច្នេះព្រមព្រៀងគ្នាទេពិតណាស់អញ្ចឹងព្រមព្រៀងតាមនឹងចុះលោកម្ចាស់ក្នុងពេលដែលពួកយើងជាក្រុមតែមួយហើយតើរបស់មានតម្លៃនៅក្នុងឃ្លាំងនោះគឺជាអ្វីទៅអ្នកពិតជាចង់ដឹងមែនទេបើដឹងរឿងក្នុងឃ្លាំងនោះហើយគឺត្រូវតែស្លាប់ខ្ញុំដឹងហើយអញ្ចឹងឥឡូវនេះតើអ្នកណាអាចមកជួយខ្ញុំបានក្នុងពេលដែលទទួលយកតួនាទីនេះហើយការងារដែលត្រូវធ្វើគឺត្រូវតែធ្វើការដើរល្បាតគឺសំខាន់ណាស់អ្នកទាំងអស់គ្នាស៊ូជំនះការលំបាកគ្រាន់តែនិយាយមែនទេមកដល់ទីនេះយើងជាទាហានរបស់វូដេស៊ីធ្វើការថែមម៉ោងនិងយាមរាល់ថ្ងៃសូម្បីតែមនុស្សដែលក៏ទ្រាំមិនបានដែរខ្ញុំដឹងថាឯងនឹងនិយាយរឿងនេះកុំបារម្ភខ្ញុំបានរៀបចំរួចហើយទាហានរាជវាំងថ្មីនឹងមកដល់ឆាប់នេះមកដល់ភ្លាមធ្វើការភ្លាមមិនឲ្យខាត់ពេលទេ10ថ្ងៃមុនលោកក៏និយាយអញ្ចឹងដែរតើនេះជាការធានាឬជាការសន្យាសប្តាហ៍ថ្ងៃនេះពិតជាមានចលាចលខ្លះនៅក្នុងរាជធានីប៉ុន្តែនៅក្នុងវាំងមានការយាមកាមយ៉ាងតឹងរ៉ឹងខ្ញុំគិតថាចៅមិនងាយនឹងចូលមកទេវូដេស៊ីចង់បន្ថែមមនុស្សប៉ុន្តែការបែងចែកមនុស្សត្រូវរងចាំការអនុម័តពីថ្នាក់លើវាមិនមែនជារឿងងាយស្រួលទេលិខិតត្រូវបានដាក់ស្នើរួចហើយចំណែកការឆ្លើយតបថ្ងៃនេះប្រកាសជាមានដំណឹងណែឃើញឯងឈោមើលនៅមាត់ទ្វារយូរហើយមុខថ្មីតាមមកទីនេះរកនរណាខ្ញុំមករីកានៅវូដេស៊ីហាខ្ញុំទើបតែនិយាយគេទើបតែប្រាប់ខ្ញុំថាមានមនុស្សថ្មីមកដល់ខ្ញុំថាមិនឃើញយូរហើយមកខ្ញុំពាក់ស្លាកសញ្ញាឲ្យល្មមតែម្ដងមកនេះគឺជាមិត្តរួមការងារថ្មីស្គាល់គ្នាទៅសៀវលីវតារាងវេនយាមធ្វើរួចហើយឬនៅតារាងវេនយាមនៅទីនេះគ្រាន់តែថាឈឹងគឺឈប់សម្រាប់កន្លះខែហើយលីវគឺប្រពន្ធគាត់ចិត្តមកដល់មាត់ទ្វារវាំងរកមនុស្សហើយថ្ងៃដំបូងដែលមកដល់គួរតែមានរៀមច្បងនាំឯងទៅស្គាល់ទំនៀមទម្លាប់របស់វូឌឺស៊ឺយើងប៉ុន្តែក្នុងគ្រាអាសន្នបែបនេះយើងមិនប្រកាន់ច្រើនទេចាប់ផ្ដើមយាមពីថ្ងៃនេះទៅធ្វើបានទេខ្ញុំនិងសៀវលីវទទួលខុសត្រូវពាក់កណ្ដាលយប់ដំបូងឯងនិងឡាវសឹងទទួលខុសត្រូវពាក់កណ្ដាលយប់ក្រោយអូមកដល់ភ្លាមយាមយប់ភ្លាមមែនទេគឺដោយសារតែមកថ្មីនឹងហើយទើបមិនត្រូវបានរបស់ខ្មោចព្រីបិសាចទាំងនោះបន្លាចក្នុងវាំងពេលនេះមិនសូវស្ងប់ស្ងាត់ទេលឺថាលើផ្លូវល្បាតនោះមានរបស់មិនល្អនិយាយស្អីហ្នឹងកុំបំភ័យគេជីងមីងយប់នេះម៉ោង12ជួបគ្នានៅមាត់ទ្វារពេលថ្ងៃគុំនៅទំនេរទៅបណ្ណាល័យក្បែរនោះមើលច្បាប់ទម្លាប់របស់យើងខ្លះទៅប្រយ័ត្នប្រយែងខ្លួនផងដើម្បីឲ្យអ្នករាល់គ្នាបានឃើញពីសមត្ថភាពរបស់គ្រូសាយហ្គួនអ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺត្រូវតែមានភាពស្មោះត្រង់ចំពោះគ្រូសាយហ្គួនទោះបីជាកន្លែងនេះមិនធំក៏ដោយប៉ុន្តែវាមានពន្លឺភ្លឺស្វាងទីហ៊ានទាំងនេះមើលទៅហាក់ដូចជាមានភាពក្លាហានណាស់មិននឹកស្មានថាទ្វារវាំងត្រូវបានបិទជិតបែបនេះទេសោត្រូវបានគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់រាល់ពេលដែលទ្វារវាំងបើកឬបិទគឺត្រូវតែមានការចេញចូលរាជធានីត្រូវមានបានសម្គាល់ហើយត្រូវសុំសោនិងសម្លៀកបំពាក់ខាងស្ដាំបន្ទាប់ពីការផ្ទៀងផ្ទាត់ត្រឹមត្រូវទើបអាចឆ្លងកាត់បានមើលទៅវាំងពិតជាតឹងរឹងណាស់ប្រសិនបើមិនមានសមត្ថភាពហោះហើរទេការចូលទៅក្នុងវាំងមិនមែនជារឿងងាយស្រួលនោះទេអញ្ចឹងឲ្យខ្ញុំសាកល្បងមើលអ្នកដែលចូលមកទីនេះពិតជាមិនធម្មតាមែនគម្រោកសៀវភៅនេះមានពណ៌ខុសពីសៀវភៅផ្សេងទៀតប្រវត្តិសម្ងាត់នៃវាំងមើលទៅមិនដូចជារបស់ដែលគួរតែបង្ហាញនៅក្នុងការិយាល័យរបស់កងទ័ពហាមឃាត់នោះទេវានៅតែជាច្បាប់ចម្លងដោយដៃអក្សរគឺស្អាតនិងផ្ចិតផ្ចង់ណាស់ចាំមើលថាមានសរសេរអ្វីខ្លះនៅក្នុងនោះមិនអាចសរសេរសម្រាប់ប្រវត្តិសាស្ត្រផ្លូវការបានទេហេតុអ្វីមិនចងក្រងប្រវត្តិសម្ងាត់
ក្នុងនាមជាអ្នកកែសម្រួលប្រវត្តិសាស្ត្រជាតិខ្ញុំបានកត់ត្រាទុកសម្រាប់អ្នកដទៃសូមមើលខ្ញុំសរសេរដោយយកចិត្តទុកដាក់ដើម្បីកត់ត្រាប្រវត្តិសម្ងាត់នៃវាំងម្ដងមួយរឿងរ៉ាវប្លែកនិងការជួបជុំគ្នាដោយសម្ងាត់សុទ្ធតែមាននៅក្នុងសៀវភៅនេះប្រើពេជ្រជាបេះដូងដើម្បីឲ្យវាស្ថិតស្ថេរជារៀងរហូតតើផ្កានិងស្មៅទាំងនេះតំណាងឲ្យអ្វីប៉ុន្តែនិយាយទៅកាលពីឆ្នាំនោះភ្ញៀវដែលមកលេងមិនចេះចប់មិនចេះហើយមានរឿងរ៉ាវជាច្រើននៅក្នុងពិភពគុណទោះបីជាពាក្យចាមអារាមបានផ្លាស់ប្ដូររូបរាងដើមរបស់វាក៏ដោយក៏វាមិនមែនជាការប្រឌិតដែរនៅក្នុងវាំងនេះខ្ញុំមិនសូវស្គាល់មនុស្សទេការដឹងព័ត៌មានខ្លះគឺមិនអាក្រក់ឡើយចៃដន្យអីនៅមានកន្លែងទំនេរខ្លះទៀតនៅក្នុងសៀវភៅកំណត់ហេតុបន្ទាប់ពីខ្ញុំបានស៊ើបអង្កេតច្បាស់លាស់ហើយខ្ញុំនឹងកត់ត្រាវាទុកស្ទើរតែដល់មេឃហើយមេឃស្ទើរតែដល់ហើយអូយខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនជាមនុស្សចម្លែកទេឆាប់លេងខ្ញុំទៅមកដល់ហើយអញស្គាល់គេទេការលួចគូផែនទីគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរអ្នកទាំងពីរស្គាល់គ្នាប្រគល់ផែនទីមកខ្ញុំនឹងមិនយកទោសកំហុសពីមុនទេផែនទីពិភពលោកគូពីពិភពលោកតើព្រះបរមរាជវាំងមិនមែនជាពិភពលោកទេផែនទីនឹងខ្ញុំនៅចិត្តបង្កើយតែដូចនៅឆ្ងាយសែនឆ្ងាយភ័យអីយកទៅនេះគេហៅថាផ្លូវនៅក្រោមជើងភាពប៉ិនប្រសប់របស់រៀមច្បងពិតជាធ្វើឲ្យក្មេងជំនាន់ក្រោយកោតសរសើរមែន